និធិបរិស្ថាននិងសង្គមត្រូវបានបង្កើតឡើងដោយអនុក្រឹត្យលេខ238 អនុក្របកចុះថ្ងៃទី21ខែវិច្ឆិកាឆ្នាំ2016នៅក្នុងគោលបំណងធ្វើឲ្យប្រសើរឡើងនៅការស្ដារបរិស្ថានកិច្ចគាំពារបរិស្ថានការអភិរក្សជីវៈចម្រុះនិងការប្រើប្រាស់ធនធានធម្មជាតិឲ្យបានសមស្របនិងមាននិរន្តរភាពសម្រាប់ប្រជាជនកម្ពុជាគ្រប់ជំនាន់ក្នុងនាមគណៈកម្មការមូលនិធិបរិស្ថានសង្គមដែលយើងខ្ញុំបានដំណើរការងារមកដល់ពេលនេះគឺមូលនិធិបរិស្ថានសង្គមបានផ្ដល់ការគាំទ្រដល់សកម្មភាពអនុវត្តនៅផែនការយុទ្ធសាស្ត្រក៏ដូចជាគោលនយោបាយបរិស្ថានសំខាន់មួយចំនួនមានដូចជាការងារអភិរក្សធនធានធម្មជាតិគឺមូលនិធិបរិស្ថានសង្គមបានផ្ដល់ការគាំទ្រទៅដល់ការកំណត់ព្រំការបោះបង្គោលព្រំតំបន់ការពារធម្មជាតិនៅគ្រប់ខណ្ឌទូទាំងប្រទេសបានមួយចំនួនធំហើយបាទវាមានសារៈសំខាន់ដែលយើងគិតថាការកំណត់ព្រំនិងបោះបង្គោលព្រំនេះដើម្បីទប់ស្កាត់បាទការយល់ច្រឡំបាទពីព្រំប្រទល់នៃតំបន់ការពារធម្មជាតិនៅទូទាំងប្រទេសបាទការងារធំទី2គឺការងារការពារនិងអភិរក្សជីវៈចម្រុះនៅក្នុងប្រជាជាតិកម្ពុជាយើងការនេះគឺមានសារៈសំខាន់ដោយសារតំបន់ការពារធម្មជាតិនៅទូទាំងប្រទេសមានអភិរក្សជីវៈចម្រុះខុសៗគ្នាហើយយើងបានផ្ដោតការយកចិត្តទុកដាក់ទៅដល់ការស្រាវជ្រាវការចងក្រងនៅទិន្នន័យប្រវត្តិសាស្ត្រសំខាន់ជាច្រើននៅក្នុងតំបន់ការពារធម្មជាតិរបស់យើងការងារធំមួយទៀតដែរដែលមូលនិធិបរិស្ថានសង្គមបានផ្ដល់ការគាំទ្រទាំងបច្ចេកទេសនិងធនធានបាទគឺការលើកកម្ពស់ជីវភាពសហគមន៍មកដល់ពេលនេះសហគមន៍នៅក្នុងតំបន់ការពារធម្មជាតិត្រូវបានយកចិត្តទុកដាក់យ៉ាងសំខាន់បាទពីសំណាក់ប្រមុខរដ្ឋាភិបាលក៏ដូចជាក្រសួងបរិស្ថានដែលបានផ្ដល់ការគាំទ្រទៅដល់ការលើកកម្ពស់ជីវភាពសហគមន៍របស់យើងឲ្យប្រជាសហគមន៍របស់យើងនេះមានជីវភាពការកើនឡើងទៅកម្រិតទាំងការរស់នៅបាទអនាម័យបាទការពារសុខភាពនិងការរកចំណូលបាទក្រសួងបរិស្ថានក៏ដូចជាមូលនិធិបរិស្ថានសង្គមយើងនេះបានផ្ដល់ការគាំទ្របាទជាច្រើនមានជាអាចដូចជាការលើកកម្ពស់ឲ្យគាត់ចិញ្ចឹមសត្វដើម្បីនឹងការប្រាក់ចំណូលហើយដែលក្រសួងបរិស្ថានបានផ្ដល់ពូជសត្វជាច្រើនដល់ប្រជាសហគមន៍តំបន់ការពារធម្មជាតិរបស់យើងមានពូជមាន់មានពូជគោមានពូជជ្រូកបាទហើយយើងបានបណ្ដុះបណ្ដាលបច្ចេកទេសឲ្យគាត់មានលទ្ធភាពអាចធ្វើការទៅបានបាទការងារសំខាន់មួយទៀតដែលបានផ្ដល់ការគាំទ្រពីសំណាក់ប្រមុខរដ្ឋាភិបាលគឺការលើកកម្ពស់បាទទេសចរធម្មជាតិសម្រាប់ពេលនេះនៅតាមតំបន់ការពារធម្មជាតិនៅក្នុងប្រជាជាតិកម្ពុជាយើងគឺយើងមានតំបន់ដែលមានសក្តានុពលទេសចរធម្មជាតិជាច្រើនកន្លែងហើយប្រជាសហគមន៍តំបន់ការពារធម្មជាតិរបស់យើងក៏បានដំណើរការផ្ដល់សេវាកម្មអេកូទេសចរយើងហៅថាអេកូទេសចរជាទូទៅបាទមានសកម្មភាពល្អប្រជាពលរដ្ឋនៅទូទាំងប្រជាជាតិកម្ពុជាបានចាប់អារម្មណ៍ហើយនាំគ្នាទៅកំសាន្តចូលព្រៃបាទហើយជាសហគមន៍ក៏ទទួលបានចំណូលតាមរយៈការនាំទេសចរភ្ញៀវទេសចរដើរមើលក្នុងព្រៃបាទជូនផ្លូវគេហៅថាកាយបាទដែលគាត់មានលទ្ធភាពអាចទទួលប្រាក់ចំណូលមួយចំណែកធំបាទនេះគឺជាអ្វីដែលមូលនិធិបរិស្ថានសង្គមយើងបានផ្ដល់ការគាំទ្រយ៉ាងសំខាន់មិនអាចខ្វះបាននៅក្នុងដំណើរការនៃការអភិរក្សធនធានធម្មជាតិការការពារជីវៈចម្រុះការលើកកម្ពស់ជីវភាពសហគមន៍និងជំរុញសកម្មភាពទេសចរធម្មជាតិ
ច្ចុប្បន្នមន្ទីរបរិស្ថាននិងសហគមន៍នៅក្នុងតំបន់ការពារធម្មជាតិបានកំពុងតែទទួលផលពីកញ្ចប់មូលនិធិបរិស្ថាននិងសង្គមដើម្បីចូលរួមនៅក្នុងការអភិវឌ្ឍមូលដ្ឋាននិងលើកកម្ពស់ជីវភាពសហគមន៍ខ្លួនឯងផងដែរថវិកាមូលនិធិបរិស្ថាននិងសង្គមដែលបច្ចុប្បន្នមន្ទីរបរិស្ថានបានទទួលការគាំទ្រយ៉ាងពេញទំហឹងពីក្រសួងបរិស្ថានបាទទៅលើវិស័យផ្នែកមួយចំនួនដើម្បីចូលរួមចំណែកស្ដារក៏ដូចជាកិច្ចការពារអភិរក្សធនធានធម្មជាតិក៏ដូចជាការលើកស្ទួយជីវភាពបងប្អូនសហគមន៍មូលដ្ឋានផងដែរនៅក្នុងនោះមន្ទីរបរិស្ថានបានទទួលនៅគម្រោងទី1គឺយើងបានទទួលនៅថវិកាមូលនិធិពីក្រសួងបរិស្ថានដែលមានការគាំទ្រពីឧត្តមរដ្ឋមន្ត្រីក៏ដូចជាថ្នាក់ដឹកនាំក្រសួងបរិស្ថានគឺយើងបានយកមកថវិកាមួយចំនួនមកធ្វើប៉ាណូអប់រំផ្សព្វផ្សាយដើម្បីជំរុញការយល់ដឹងជាសាធារណៈដល់បងប្អូនប្រជាពលរដ្ឋមូលដ្ឋានជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងក៏ដូចជានៅជាប់តំបន់ការពារធម្មជាតិផងដែរបាទបច្ចុប្បន្នខ្ញុំកំពុងមមាញឹកក្នុងការកសាងឬក៏ថែរក្សាសម្អាតបរិស្ថាននិងថែរក្សាវប្បធម៌នៅប្រពៃណីជាតិដើមតិចបាទហើយជាដំបូងខ្ញុំសូមអរគុណដល់ខាងក្រសួងបរិស្ថានបាទខាងក្រសួងបរិស្ថានគាត់អាចបានជួយគ្រប់គ្រងលើវិស័យទេសចរខាងពួកខ្ញុំហើយនៅខាងសហគមន៍ពួកខ្ញុំមានច្រើនបាទដូចជាប្រកួតបោះបង្គោលល្អអស់ហើយនៅក្នុងតំបន់ការពារជុំវិញបាទហើយមួយទៀតគឺគាត់មានផ្ដល់ជាសម្ភារៈប្រើប្រាស់ដូចជាបន្ទប់ទឹកហើយដល់គុណហើយដូចជាប្រើប្រាស់ផ្សេងៗអញ្ចឹងខាងខ្ញុំមានតែអរគុណខាងកម្មវិធីគាត់បានជួយជុំជ្រៃនៅខាងសហគមន៍ពួកខ្ញុំដើម្បីអភិវឌ្ឍនៅមូលដ្ឋានបាទហើយនឹងជួយអភិរក្សនៅតំបន់ការពារទាំងអស់គ្នាបាទ